bạn group chuẩn bị số cũng mai buồn này mà ngày thì nói chúng tôi càng thọt video bằng hai tí bằng buồn á bà snai có 7 pieces là trong thọt mà trong hàng ngày môn này hay nick cứ chỉ cù bà snai nè bà chạy chun bong bồn mà nhắm lực làm tị hồi thôn khang bong bồn snai này đạch có 7 bong bồn á bà đạch có 7 hai bà chạy chun á snai này cứ chỉ một hết snai có 7 small bà snai có 7 small mình đôi bọt lú thế bọt lú phía trên cứ snai có 7 nhì nè này nick cứ có 7 small hay nick cứ mê vông đây mà nó đặt cho bong bồn á mà này một sạchហើយអ្វីដែលរឹតតែពិសេសទៀតនោះបាទកបីនេះមិនមែនជាស្នែងបកធ្លុះទេបាទក៏ប៉ុន្តែជាប្រភេទស្នែងកបីជុលដីបាទកបីជុលដីហើយនេះមិនមែនបាក់ចុងបាក់អីឬមួយកាច់ចុងអីអត់មានទេបងប្អូនណាបាទនេះគឺជុលដីបាទជុលដីសឹករិចរិលទៅនៅខ្លីតុបចឹងបាទហើយមួយទៀតអ្វីដែលកាន់តែពិសេសទៀតនោះស្នែងមួយគូនេះគឺជាប្រភេទស្នែងក្របីតៃសាប្រភេទស្នែងឆ្នុកនីលកយ៉ៅកបាទកយ៉ៅកបងប្អូនណាបាទហើយដូចបងប្អូននិយាយអញ្ចឹងបាទហេតុអីក៏យើងដឹងថាជាប្រភេទឆ្នុកនីលដោយសារយើងសម្គាល់ទៅលើកយ៉ៅប្រភេទឆ្នុកនីលបាទឆ្នុកនីលវាមានកយ៉ៅច្រើនកន្លែងតែកយ៉ៅខ្លះគឺគេអត់ប្រើទេបាទខ្ញុំឧទាហរណ៍ថាជាក់ស្ដែងមួយដូចប្រភេទឆ្នុកនីលដែលមានពកនៅនឹងគូតកន្លែងបាត់ជើងធំហ្នឹងហើយប្រភេទកបីបែបហ្នឹងគេហៅកបីចង្រៃបាទគេអត់ប្រើទេបងប្អូនគេអត់ប្រើទេហើយកយ៉ៅកបីគឺមានច្រើនដូចឈ្មោះកបីអញ្ចឹងឈ្មោះកបីមិនមែនយើងចេះតែដាក់ទេយើងដាក់ថាអានេះស្នែងពំសម្បត្តិបាទអានេះស្នែងឆ្នុកនីលអានេះស្នែងបក់ធ្លុះគឺវាមានប្រភេទរបស់វាដូចបក់ធ្លុះគឺយើងអាចមើលឃើញនៅនឹងភ្នែកបានដូចបក់ធ្លុះស្នែងអញ្ចឹងខ្ញុំកាន់ស្នែងបន្តិចបងប្អូនចាំបាទណាពេជ្រយកនេះដាក់ចិត្តខ្លួនដូចប្រភេទបក់ធ្លុះស្នែងអញ្ចឹងគឺយើងឃើញនៅភ្នែកបងប្អូនបាទឃើញនៅភ្នែកហ្មងថាវាធ្លុះស្នែងបែបហ្នឹងបាទហ្នឹងគឺបក់ធ្លុះហើយបើសិនជាធ្លុះមកប្រភេទទៀតគេហៅថាបក់ធ្លុះដោយសារធ្លុះស្លឹកត្រចៀកស្នែងវាកោងខ្លាំងហើយមកជួបជាមួយស្លឹកត្រចៀកហើយស្លឹកត្រចៀកបក់ផាត់ចុងស្នែងហ្នឹងទៅធ្វើឲ្យចុងស្នែងហ្នឹងចាក់ទម្លុះស្លឹកត្រចៀកអាហ្នឹងក៏គេហៅបក់ធ្លុះដែរហើយបើនិយាយពីកម្លាំងគឺស្មើជាមួយបក់ធ្លុះស្នែងនេះដូចគ្នាតែគ្រាន់តែអានេះមានកន្លែងសម្គាល់ហើយបក់ធ្លុះស្លឹកត្រចៀកអត់មានកន្លែងសម្គាល់ទេពាក់ព័ន្ធដូចកបីនេះអញ្ចឹងកបីឆ្នុកនីលអញ្ចឹងធម្មតាបងប្អូនដែលដើរលើវិស័យនេះគឺបងប្អូនតែងតែមានខ្សែរយៈប្រភពដែលទុកចិត្តបានដូចខ្ញុំអញ្ចឹងប្រភពស្នែងរបស់ខ្ញុំមាន3កន្លែងអញ្ចឹងដូចស្នែងនេះអញ្ចឹងបាទវាជុលដីឃើញផ្ទាល់ភ្នែកហើយតែវាឆ្នុកនីលគឺមើលអត់ឃើញផ្ទាល់ភ្នែកទេក៏ប៉ុន្តែស្នែងនេះគឺពិតជាប្រភេទស្នែងឆ្នុកនីលមែនបើបងប្អូនជឿទុកចិត្តខ្ញុំបងប្អូនអាចជឿយកទៅបានបើសម្រាប់ខ្ញុំខ្សែរយៈខ្ញុំប្រហែលអ្នកនេះគឺសិតតែរាប់ឆ្នាំមួយគ្នាហើយបាទអញ្ចឹងស្នែងធម្មតាគឺអត់លេងតែប្រភេទស្នែងពិសេសទេហើយអ្វីដែលរឹតតែពិសេសទៀតនោះបាទស្នែងនេះគឺកយ៉ៅកណាកយ៉ៅកហើយកយ៉ៅមានច្រើនមានអាកយ៉ៅពំសម្បត្តិមានអាកយ៉ៅកលាច់បាទមានអាកយ៉ៅលៀបបាទមានកយ៉ៅយ៉ាងរៃបាទមានច្រើនមកហើយចាំមើលបងប្អូនឱកាសល្អខ្ញុំនឹងបកស្រាយប្រាប់បងប្អូនថាកយ៉ៅមិនណាហ្នឹងហើយអញ្ចឹងត្រឡប់មកស្នែងយើងវិញបាទស្នែងនេះគឺជាប្រភេទស្នែងតៃសាដោយគឺគាត់តៃសាដោយខ្លួនឯងណាបាទមិនមានការធ្វើអីទេហ្នឹងហើយអញ្ចឹងនេះជាប្រភេទស្នែងតៃសាឆ្នុកនីលកយ៉ៅកបាទពិសេសមែនតើនេះស្ដាច់កបីបងប្អូនបាទអត់ធ្លាប់ជួបទេបាទស្នែងធំហ្នឹងបងប្អូនណាធំជាងបាសដៃខ្ញុំទៀតណាបាទហើយមកចុងអានេះវិញអូយនេះបងណាបាទមួយចុងបាទអត់មានទៅធ្វើអីទេណាបាទគឺមកធម្មជាតិអញ្ចឹងតែម្ដងធំណាស់បងប្អូនធំណាស់ហ្នឹងហើយមានបងប្អូនគាត់តាក់ទងមកច្រើនបាទពាក់ព័ន្ធមួយចុងគាត់ចង់បានចុងបើស្នែងខាងនេះស្ទើរតែអស់ចុងហើយបាទស្ទើរតែអស់ចុងហើយបើស្នែងខាងនោះនៅចុងល្អប៉ះបាទហើយកម្លាំងនេះក៏គួរសមដែរមិនចាញ់បកធ្លុះប្រហែលទេបាទនេះក៏ជាប្រភេទស្នែងកបីពិសេសដែរដូចជំនាញអញ្ចឹងនេះជាការបកស្រាយរបស់ខ្ញុំណាហើយបងប្អូនស្ដាប់ហើយបងប្អូនមិនបាច់ទាន់ជឿទេបងប្អូនអាចទៅសិក្សាបន្ថែមបានហើយចាំមើលខ្ញុំមានឱកាសល្អមួយខ្ញុំនឹងបកស្រាយពាក់ព័ន្ធជាមួយនឹងកយ៉ៅរបស់កបីឲ្យបងប្អូនស្ដាប់ណាហ្នឹងហើយចែកជូនជាចំណេះដឹងហើយរាល់ការបកស្រាយរបស់ខ្ញុំដូចខ្ញុំនិយាយអញ្ចឹងបងប្អូនមិនបាច់ទាន់ជឿទេបងប្អូនស្ដាប់ហើយទុកសិនទៅហើយទៅស៊ើបសួរបន្តទៀតបាទស៊ើបសួរបន្តទៀតថាអ្វីដែលខ្ញុំបកស្រាយអ្វីដែលខ្ញុំនិយាយហ្នឹងតើពិតប្រាកដមែនឬមួយក៏អត់
ពីព្រោះដូចខ្ញុំធ្លាប់ជំរាបប្រាប់បងប្អូនអញ្ចឹង page account របស់ខ្ញុំបាទគឺខ្ញុំជាវតែរបស់សុទ្ធជាវតែរបស់ដែលមានក្បួនខ្នាតត្រឹមត្រូវមានប្រវត្តិត្រឹមត្រូវណាហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាបាទសម្រាប់វីដេអូថ្ងៃនេះសូមសង្ខេបតែត្រឹមនេះសិនបងប្អូនថ្ងៃនេះថាបកស្រាយតាំងពីព្រឹកក៏ប៉ុន្តែរវល់ពេលបងប្អូនទឹមតែហើយដៃមុននឹងបន្តិចបាទអញ្ចឹងឆ្លៀតថតវីដេអូបន្តិចហ្នឹងហើយចឹងសម្រាប់បងប្អូនដែលមាននិស្ស័យបងប្អូនអាចធ្វើការទំនាក់ទំនងឆាតចូល page ឬមួយក៏ account បានណា account របស់ខ្ញុំគឺ account អធិរាជស្ដេចបញ្ញាការពារ page របស់ខ្ញុំគឺ page ស្ដេចបញ្ញាការពារបាទអរគុណច្រើនពុកម៉ែបងប្អូនអរគ្នា